ការងារធ្វើឲ្យតកែឲ្យមកដកស្មៅវិញម្ដងមកពីខ្មែរម្នាក់ជិះសិតទៅយន្តហោះបងប្អូនជូន4ដល់20នាក់តែការងារកុំមើលការងារចឹងបងប្អូនចាតែការនៅជប៉ុនការងារដកស្មៅមិនមែនដកស្មៅទេការងារនេះគឺគ្រាន់តែជាការងារបន្តបន្សំទេបន្ទាប់ពីយើងធ្វើការងារគោលហើយស្រែដែលយើងបានដកការ៉ុតហើយចាតកែឲ្យមកដកស្មៅដើម្បីភ្ជួរដាំបន្លែបន្តទៀតហើយនាងខ្ញុំដកទៅឃើញចាការ៉ុតដែលនៅសល់ដែលគេដកអត់អស់វាលក្ខណៈថាដីរឹងដកអត់អស់ជាប់នៅក្នុងដីហ្នឹងហើយនាងខ្ញុំឃើញល្អពេកក៏ដកយកត្រឡប់មកផ្ទះអូយល្អណាស់បងប្អូនហើយចាប្រសិនបើយើងមិនយកត្រឡប់មកផ្ទះទេការ៉ុតហ្នឹងក៏គេត្រូវចោលដែរហើយបើទិញនៅតាមទីផ្សារថ្លៃណាបងប្អូនចានៅតាមទីផ្សារលក់3 4ដុំហ្នឹង100 200យេនបាត់ហើយអញ្ចឹងហើយអ្នកធ្វើការកសិកម្មគឺមានតែឆ្លៀតឆ្លោបអញ្ចឹងឯងប្រមូលចុះប្រមូលឡើងបានឡើងមកកុងតណាយកត្រឡប់មកផ្ទះចែកបងប្អូនដែលគាត់អត់មានការ៉ុតញ៉ាំហើយឃើញអញ្ចឹងនិយាយពីថាសប្បាយដកណាស់បងប្អូនហើយដេកខ្សាច់គេដាំការ៉ុតហ្នឹងគឺដាំប្រភេទដេកខ្សាច់ទេមិនថាការ៉ុតមិនថាឆៃថាវហើយសុទ្ធតែល្អបងប្អូនចាបើសិនជាយើងយកទៅលក់នៅតាមទីផ្សារក៏ប៉ុណ្ណឹងក៏គេយកដែរតែដោយសារតែដីរឹងដកអត់បានទៅក៏គេទុកចោលអញ្ចឹងណាហើយនាងខ្ញុំកាយមកស្រួលនេះដោយសារតែមេឃភ្លៀងចាមេឃភ្លៀងទៅគឺដីវាផុសហើយអូយសប្បាយដកណាស់បងប្អូនហើយចាំមិនបានដកស្មៅដកអីទេគឺដកការ៉ុតក៏ដូចដកស្មៅបើនៅខ្មែរយើងគឺថាបាញ់ថ្នាំហើយគឺគេអត់ដកស្មៅទេ